តារាឆ្នាំគ្រីស្ទីណូរ៉ូណាល់ដូបានបំបែកកំណត់ត្រាមួយនេះបន្ទាប់ពីជួយឲ្យក្រុមជម្រើសជាតិបញ្ញាខាប៉ុស្តុហ្គាល់ឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026នេះកាលពីថ្ងៃម្សិលមិញនេះម្ចាស់ពានរង្វាន់បាល់ឡុនឌ័រ5សម័យកាលកីឡាករគ្រីស្ទីណូរ៉ូណាល់ដូបានបំបែកកំណត់ត្រាមួយទៀតហើយដោយគ្រីស្ទីណូរ៉ូណាល់ដូបានបំបែកកំណត់ត្រាក្លាយជាកីឡាករដែលមានអាយុច្រើនជាងគេតែមួយគត់នៅលើលោកដែលអាចរកគ្រាប់បាល់បាននៅក្នុងវគ្គ Knockout Stage នៃព្រឹត្តិការណ៍នៃពានរង្វាន់ FIFA World Cup ឆ្នាំ2026បន្តពីសូត្របាល់ពិន័យ11ម៉ាល់ជួយឲ្យក្រុមជម្រើសជាតិបញ្ញាខាប៉ុស្តុហ្គាល់យកជ័យជំនះទៅលើក្រុមជម្រើសជាតិក្រូអាតក្នុងលទ្ធផល2-1ដល់កាលនោះក្រុមជម្រើសជាតិក្រូអាតបានស៊ើបបញ្ចូលទីនៅមុខមុនមួយគ្រាប់នៅនាទីទី53ដោយកីឡាករអេវ៉ាន់ផារីសិចបន្តមកទៀតនៅនាទីទី68អញ្ញាកដាបានផ្ដល់បាល់កាត់សេចក្តីពិន័យ11ម៉ាល់ដល់កីឡាករគ្រីស្ទីណូរ៉ូណាល់ដូជាអ្នកស៊ើបបញ្ចប់សំណាញ់ទីសង្គ្រាមនៅលើទីលានប្រកួតរវាងក្រុមទាំងពីរបានអូសបន្លាយពេលរហូតដល់90នាទីពេញហើយត្រូវបានបន្ថែមម៉ោងរហូតដល់ជាង10នាទីឯណោះលុះឈានចូលទៅដល់នាទីទី90+4ទៅហើយខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប៉ុស្តុហ្គាល់គឺកីឡាករហ្គួនកាឡូរ៉ាម៉ូសបានតែមួយក្បាលបញ្ចូលទីដែលជាការបញ្ជូនបាល់យ៉ាងស្អាតពីសំណាក់កីឡាកររ៉ាហ្វេអែលលេអាវក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិបញ្ញាខាប៉ុស្តុហ្គាល់បានយកជ័យជំនះទៅលើក្រុមជម្រើសជាតិក្រូអាតក្នុងលទ្ធផល2-1ហើយក្រុមរបស់កីឡាករគ្រីស្ទីណូរ៉ូណាល់ដូបានកក់កៅអីឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup បន្តទៀតចំណែកឯក្រុមជម្រើសជាតិក្រូអាតវិញបានត្រឹមតែកត់សម្បត្តិយន្តហោះត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញតែប៉ុណ្ណោះគួររំលឹកឡើងវិញដូចនេះថាមកទៅក្នុងពេលនេះអតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United រូបនេះរកបាន11គ្រាប់ហើយសម្រាប់ព្រឹត្តិការណ៍នៃពានរង្វាន់ FIFA World Cup នេះខាងក្រោមនេះគឺជាស្ថិតិគ្រាប់បាល់ទាំង11គ្រាប់ប្រចាំព្រឹត្តិការណ៍ FIFA World Cup របស់ខ្សែប្រយុទ្ធសញ្ជាតិប៉ុស្តុហ្គាល់រូបនេះគ្រីស្ទីណូរ៉ូណាល់ដូបានសុទ្ធរកគ្រាប់បាល់ដំបូងក្នុងព្រឹត្តិការណ៍ FIFA World Cup តាំងពីឆ្នាំ2006តជាមួយនឹងក្រុមជម្រើសជាតិអារ៉ិនគ្រីស្ទីណូរ៉ូណាល់ដូស៊ើបបញ្ចូលទីចំនួន1គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2010តជាមួយនឹងក្រុមជម្រើសជាតិកូរ៉េខាងជើងគ្រីស្ទីណូរ៉ូណាល់ដូបានស៊ើបបញ្ចូលទីចំនួន1គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2014តជាមួយនឹងក្រុមជម្រើសជាតិហ្គាណាគ្រីស្ទីណូរ៉ូណាល់ដូស៊ើបបញ្ចូលទីចំនួន3គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2010តជាមួយនឹងក្រុមជម្រើសជាតិកូជោអេស្ប៉ាញនិងស៊ើបបញ្ចូលទីទៅលើក្រុមជម្រើសជាតិម៉ារ៉ុក1គ្រាប់ផងដែរគ្រីស្ទីណូរ៉ូណាល់ដូបានស៊ើបបញ្ចូលទីចំនួន1គ្រាប់ក្នុងព្រឹត្តិការណ៍ FIFA World Cup ក្នុងឆ្នាំ2022តជាមួយនឹងក្រុមជម្រើសជាតិហ្គាណានិងជាចុងក្រោយគ្រីស្ទីណូរ៉ូណាល់ដូបានស៊ើបបញ្ចូលទីចំនួន3គ្រាប់ក្នុងព្រឹត្តិការណ៍នៃពានរង្វាន់ FIFA ឆ្នាំ2026នេះតែម្ដងតជាមួយនឹងក្រុមយូប៊ីគីស្ថានចំនួន2គ្រាប់និងតជាមួយនឹងក្រុមជម្រើសជាតិក្រូអាតចំនួន1គ្រាប់ផងដែរដំណើរឆ្ពោះទៅលើកពានរង្វាន់ FIFA World Cup គឺពិតជាលំបាកខ្លាំងណាស់សម្រាប់ក្រុមជម្រើសជាតិបញ្ញាខាប៉ុស្តុហ្គាល់ព្រោះពួកគេត្រូវប្រកួតតជាមួយនឹងក្រុមជម្រើសជាតិកូជោអេស្ប៉ាញក្នុងវគ្គ16ក្រុមចុងក្រោយហើយអាចនឹងប៉ះជាមួយនឹងក្រុមជម្រើសជាតិបាល់សិចនៅវគ្គ8ក្រុមនិងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិម៉ាន់កូបារាំងក្នុងវគ្គ4ក្រុមចុងក្រោយផងដែរតើអ្នកទាំងអស់គ្នាគិតថាក្រុមជម្រើសជាតិបញ្ញាខាប៉ុស្តុហ្គាល់អាចឆ្លងផុតពីក្រុមជម្រើសជាតិកូជោអេស្ប៉ាញដែរទេសូមខមមិននៅក្នុងវីដេអូខាងក្រោមសូមអរគុណសម្រាប់បងប្អូនដែលជាអ្នកគាំទ្រវិស័យបន្តទាំងអស់សូមអ្នកទាំងអស់គ្នាកុំភ្លេចចុច like ចុច subscribe Channel YouTube វិភាគកីឡាម្នាក់មួយផងដើម្បីទទួលបានព័ត៌មានកីឡានិងព្រឹត្តិការណ៍កីឡាថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណជួបគ្នានៅវីដេអូបន្តទៀត